ទើបតែត្រឡប់មកគ្រួសារអ្នកមានវិញនៅថ្ងៃដំបូងនោះនាងបង្ហាញខ្លួនយ៉ាងភ័យស្លន់ស្លោដូចមនុស្សល្ងងធ្វើឲ្យអ្នកបម្រើពីរនាក់យល់ច្រឡំថានាងគ្រាន់តែជាកូនកណ្ដូររ៉ោះដែលងាយត្រូវគេធ្វើបាបដូច្នេះពេលយប់ពួកគេរៀបចំទឹកងូតក្តៅខ្លាំងគ្រោងនឹងបង្រៀនជំនួសឲ្យតែមិនគិតថាភ្លាមនោះដូចជាប្រែជាមនុស្សម្នាក់ផ្សេងទៀតតាមពិតទៅនាងត្រូវបានចាប់ជំរិតទៅភ្នំធំតាំងពីតូចរាល់ថ្ងៃត្រូវទទួលរងការធ្វើទារុណកម្មមិនមែនមនុស្សពីក្រុមចាប់ជំរិតហើយនៅថ្ងៃដែលនាងត្រូវបង្ខំឲ្យរៀបការជាមួយកូនប្រុសអ្នកចាប់ជំរិតនាងបានភ្ញាក់ឡើងបុគ្គលិកលក្ខណៈទី2បន្ទាប់មកនាងចាប់ដាវកាប់ដោយមិនស្ទាក់ស្ទើរបញ្ចប់ជីវិតគ្រួសារអ្នកចាប់ជំរិតទាំងមូលបន្ទាប់មកឪពុកម្ដាយពិតរបស់នាងទើបរកឃើញនាងបានត្រឡប់មកគ្រួសារខ្លួនវិញតែនៅផ្ទះមើលនាងមិនសប្បាយចិត្តហើយបញ្ជាឲ្យអ្នកបម្រើពីរអ្នកបង្រៀននាងប៉ុន្តែមិនដឹងថារាល់ពេលម៉ោង12យប់បុគ្គលិកលក្ខណៈទី2នឹងភ្ញាក់ឡើងក្លាយជាស្ត្រីសងសឹកតែនឹងសម្រេចចិត្តការប្រែប្រួលបុគ្គលិកលក្ខណៈដ៏ខុសគ្នាខ្លាំងរបស់ក្មេងស្រីធ្វើឲ្យអ្នកបម្រើភ័យខ្លាចខ្លាំងរហូតនិយាយចេញថាគឺជាអ្នកនៅពីក្រោយដូច្នេះពេលចូលបន្ទប់ដោយភាពអួតអាងនាងឃើញមានមាន់ស្លាប់មួយតាក់លើគ្រែហើយក៏ឃើញអង្គុយនៅជ្រុងបន្ទប់មុខមាត់ងឹតនិងប្លែកធ្វើឲ្យភ័យរហូតខ្លាចច្បាស់ឈរនាងបាត់ខ្លួនរត់ចេញតែត្រូវគេចាប់អូសត្រឡប់ហើយកាត់សក់នាងមួយសរសៃរហូតអស់ទាំងស្រុងយប់នោះបានក្លាយជាសុបិនអាក្រក់របស់ថ្ងៃបន្ទាប់នាងឲ្យបងប្រុសទៅរករឿងហើយប្រាប់ឪពុកម្ដាយថាកាត់សក់នាងតែវិញទៅជាមនុស្សសុភាពគ្មានគ្រោះថ្នាក់អ្វីឡើយមើលទៅសំបីតែអាណិតជាងទៀតដោយហេតុនេះម្ដាយបានព្រមានមិនឲ្យធ្វើបាបក្មេងស្រីបើមិនដូច្នោះទេនឹងបញ្ជូនចេញឪពុកក៏បញ្ជាឲ្យនាំទៅសាលារៀនធ្វើឲ្យខឹងខ្លាំងណាស់ដូច្នេះនៅសាលានាងឲ្យមិត្តរួមថ្នាក់មិនរាប់អាន